Ông nói thì ca to su thôi mà đá mình được mình đẹp cứ ca to su nó cứ vi thở ca phep អត់ធ្មត់ខ្លាំងមែនទែនដោយសារតែมันមានបុគ្គលណាដែលព្យាយាមតស៊ូអស់ពីលទ្ធភាពហើយអត់ទទួលបានសម្រេចជោគជ័យព្រោះអីការតស៊ូមិនមែនសុទ្ធតែគ្រប់បុគ្គលទាំងអស់គឺសុទ្ធតែអាចតស៊ូដើរដល់គោលដៅបានដោយភាពត្រេកអរនិងសប្បាយរីករាយនឹងខ្លួនឯងនោះទេដោយសារតែអ្នកខ្លះមានគោលដៅពិតមែនតែតស៊ូអត់បាន10% 20%ផងមានអារម្មណ៍ថាហត់នឿយក៏បោះបង់ចោលនៅការតស៊ូនឹងបាត់ទៅហើយអញ្ចឹងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាដែលមានគោលដៅគួរតែព្យាយាមតស៊ូជំនះគ្រប់ឧបសគ្គដើម្បីសម្រេចបានគោលដៅរបស់ខ្លួនឯងទៅមុខបានដោយរលូនហើយត្រូវលើកទឹកចិត្តឲ្យខ្លួនឯងថាគ្រប់គោលដៅដែលយើងបានដាក់យើងដាច់ខាតត្រូវតែសម្រេចជោគជ័យឲ្យបានទោះបីឆ្លងកាត់ឧបសគ្គច្រើនប៉ុណ្ណាក៏ដោយយើងត្រូវតែពុះពៀដើម្បីសម្រេចគោលដៅរបស់យើងឲ្យបានធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងសប្បាយចិត្តនឹងខ្លួនឯងហើយក៏យើងលើកទឹកចិត្តខ្លួនឯងជារឿយៗនោះយើងនឹងអាចមានកម្លាំងធ្វើរហូតដោយមិនខ្លាចនឿយហត់ព្រោះអីគ្មានអីខ្លាំងជាងទំហំទឹកចិត្តដែលយើងខំផ្ដល់ឲ្យខ្លួនឯងនឹងទេគេហៅថាកម្លាំងកាយអាចនឹងអស់តែកម្លាំងចិត្តអត់អាចអស់បានទេព្រោះអីពេលខ្លះកម្លាំងកាយយើងហត់យើងអាចសម្រាកបានតែកម្លាំងចិត្តវិញយើងត្រូវការបន្ថែមឲ្យជារឿយៗអត់អាចឈប់សម្រាកឯងទោះបីបន្ថែមកម្លាំងចិត្តឲ្យខ្លួនឯងបានតិចប៉ុណ្ណាយកប៉ុណ្ណឹងជាជាងយើងអស់កម្លាំងចិត្តទៅគឺស្មើនឹងយើងបាក់ទឹកចិត្តនឹងឯងអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកដែលគាត់មានគោលដៅគាត់នឹងអាចជំនះរាល់គ្រប់ឧបសគ្គហើយនឹងពង្រឹងផ្លូវចិត្តខ្លួនឯងឲ្យបានរឹងមាំដើម្បីដើរដល់គោលដៅនោះសមបំណងអរគុណ